trong khai cả đá chọc bị ngày tìm một thấy đó ngày ti sam sắp khai cả đá này lúc nẹt để cái này năm chút cứ chia năm muối để đi xây lại quốc trọng đấy nông trồng nông năm tiền from muối nơi trong khai cả đá chọc bị ngày ti một thấy đó ngày ti sam sắp khai cả đá lúc nẹt để cái này năm chút lúc nẹt comment liệt sầm náng cứ liệt from muối rồi chặt sập from bấy trong này po sầm náng rồi bỏ lúc nẹt cứ po nồng bằng lúc nẹt để cái này năm chút lúc nẹt chuộcประเทศในเรื่องราวจีច្រើននៅក្នុងឆ្នាំ2026នេះជាពិសេសនៅកំឡុងខែ5ខែ6ខែ7នេះគឺលោកអ្នកជួបបញ្ហាច្រើនកិច្ចការងារដែលត្រូវនឹងបានជោគជ័យហើយក៏បែរជាដើរថយក្រោយទៅវិញរឿងរ៉ាវដែលល្អល្អដែលយើងទន្ទឹងរង់ចាំក៏អខានមិនទទួលបាននៅអ្វីដែលជាជោគជ័យដូចដែលយើងគិតនោះទេបានន័យថាសេចក្តីល្អដែលយើងប្រាថ្នាចង់បានរលាយសាបសូន្យអស់ទៅហើយដូច្នេះលោកអ្នកដែលកើតនៅឆ្នាំជូតអស់សង្ឃឹមម្ដងរួចទៅហើយហេតុអីបានយើងជួបនៅរឿងបែបនេះដោយសារតែយើងឆុងឆ្នាំនៅក្នុងឆ្នាំ2026ប៉ុន្តែចាប់ពីថ្ងៃទី20ដល់ថ្ងៃទី30ខែ7នេះរឿងអាក្រក់ទាំងឡាយនិងវិនាសសាបសូន្យចេញពីជីវិតរបស់យើងលែងស្គាល់សេចក្តីទុក្ខទៀតហើយយើងនឹងស្គាល់តែសេចក្តីសុខចាប់ពីថ្ងៃទី20ដល់ថ្ងៃទី30នេះលោកអ្នកដែលកើតនៅឆ្នាំជូតរាសីរបស់អស់លោកអ្នកនឹងចាប់ផ្ដើមឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីជំនួញជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះគឺលោកអ្នកនឹងមានភាពល្អប្រសើរសូមលោកអ្នកដែលកើតនៅឆ្នាំជូតទាំងអស់លោកអ្នកសប្បាយចិត្តលោកអ្នករីករាយហើយលោកអ្នកព្យាយាមខិតខំប្រឹងប្រែងធ្វើនៅកិច្ចការងារជាបន្តទៀតនោះលោកអ្នកនឹងទទួលបានជោគជ័យលោកអ្នកដែលកើតនៅឆ្នាំថោះសូមលោកអ្នកខមមិននៅលេខសំណាងរបស់អស់លោកអ្នកបាទគឺលេខ678ណាបាទលោកអ្នកដែលកើតនៅឆ្នាំជូតបាទសុំទោសណាមិនមែនឆ្នាំថោះទេគឺឆ្នាំជូតលោកអ្នកដែលកើតឆ្នាំជូតដោយសារតែឆ្នាំនេះលោកអ្នកឆុង 100% លោកគ្រូមហាជុំបានរៀបចំនៅខ្សែដៃកាត់ឆុងយ៉ាងពិសេសជូនដល់លោកអ្នកចាប់ពីថ្ងៃទី20ទៅលោកអ្នកលែងឆុងក៏ពិតមែនប៉ុន្តែបើសិនជាលោកអ្នកបានពាក់នៅខ្សែដៃស្រូបលុយដោះបំណុលយកទៅពាក់ជាប់នឹងខ្លួននោះលោកអ្នកនឹងកាន់តែរាសីឡើងលោកអ្នកលែងឆុងលោកអ្នកលែងសើយលោកអ្នកហេងនិងលោកអ្នកនឹងសម្រេចបានកិច្ចការងារតាមអ្វីដែលលោកអ្នកពងប្រាថ្នាខ្សែដៃនេះគឺជាប្រភេទខ្សែដៃអង្កាំត្បូងធម្មជាតិដែលខ្ញុំបានរៀបចំយ៉ាងពិសិដ្ឋជូនដល់លោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកពាក់នៅខ្សែដៃនេះហើយលោកអ្នករាសីឡើងលោកអ្នកនឹងទទួលបាននៅធម៌ពលវិជ្ជមាននោះលោកអ្នកនឹងសម្រេចជោគជ័យនៅអ្វីដែលលោកអ្នកពងប្រាថ្នាហើយនឹងបានកាត់ឆុងលើករាសីការពារនៅរឿងមិនល្អទៀតហើយនេះគឺជាខ្សែដាក់យ័ន្តស័ក្តិសិទ្ធិគឺជាយ័ន្តទេវតាទ្រព្យយ័ន្តស្រូបលុយពាក់ខ្សែដៃហើយមានយ័ន្តស្រូបលុយនេះទៀតលោកអ្នកនឹងជោគជ័យលោកអ្នកទាំងអស់គ្នាជាទីគោរពនេះគឺជាខ្សែដៃយ៉ាងពិសិដ្ឋសម្រាប់បងដែលកើតនៅឆ្នាំជូតបុរសលោកអ្នកយកខ្សែដៃនេះយកទៅពាក់លោកអ្នកនឹងធ្វើឲ្យផ្លូវចិត្តរបស់យើងកាន់តែរឹងមាំធ្វើឲ្យយើងមានសេចក្តីក្លាហានធ្វើឲ្យយើងនឹកឃើញនៅរឿងដែលល្អធ្វើឲ្យយើងបានចម្រើនជោគជ័យឈ្នះអស់មារសត្រូវហើយលោកអ្នកនឹងសម្រេចនៅកិច្ចការងារគួរជាទីមោទនៈលោកអ្នកដែលកើតនៅឆ្នាំជូតសូមលោកអ្នកសប្បាយរីករាយហើយលោកអ្នកបំភ្លេចចោលនៅរឿងអតីតកាលទាំងអស់លោកអ្នកនឹងទទួលបានជោគជ័យលោកអ្នកដែលកើតនៅឆ្នាំជូតខមមិនលេខសំណាងលេខ678ចំណែកពណ៌សំណាងគឺពណ៌នំប៉័ងសូមជូនពរឲ្យលោកអ្នកហេកកកបជារៀងរហូតសូមទេវតាតាមថែរក្សាលោកអ្នកឲ្យទទួលបានជោគជ័យឲ្យមានសុភមង្គលនិងសុខសុវត្ថិភាពគ្រប់ពេលវេលា